កថាភាគទី2ការប្រកាសអំពីការបាត់ខ្លួនមាត្រា41លក្ខខណ្ឌដើម្បីធ្វើការប្រកាសអំពីការបាត់ខ្លួន1ប្រសិនបើពុំមានដំណឹងច្បាស់លាស់ថាអ្នកអវត្តមាននៅរស់ឬទទួលមរណភាពក្នុងអំឡុងពេល5ឆ្នាំតុលាការអាចប្រកាសបានថាបុគ្គលនោះបានបាត់ខ្លួនតាមពាក្យសុំរបស់សហព័ន្ធអ្នកដែលត្រូវបានសន្មតថាជាសន្តតិជនអចលលាភីអ្នកទទួលប្រាក់ធានារ៉ាប់រងអ្នកមានសិទ្ធិអំណាចមេបាអ្នកអាណាព្យាបាលឪពុកម្ដាយឬអ្នកផ្សេងទៀតដែលមានផលប្រយោជន៍សំខាន់តាមផ្លូវច្បាប់ក្នុងការប្រកាសអំពីការបាត់ខ្លួន2បញ្ញត្តិនៃកថាខណ្ឌទី1ខាងលើនេះត្រូវយកមកអនុវត្តផងដែរចំពោះករណីបុគ្គលដែលចូលទៅតំបន់ដែលមានសង្គ្រាមបុគ្គលដែលមានវត្តមាននៅក្នុងនាវាបានលិចឬបុគ្គលដែលបានជួបប្រទះនឹងគ្រោះថ្នាក់ផ្សេងទៀតដែលអាចនាំឲ្យទទួលមរណភាពហើយពុំមានដំណឹងច្បាស់លាស់ថាអ្នកអវត្តមាននៅរស់ឬទទួលមរណភាពក្នុងអំឡុងពេល1ឆ្នាំក្រោយពីចប់សង្គ្រាមក្រោយពីនាវាបានលិចឬក្រោយពីគ្រោះថ្នាក់ផ្សេងទៀតនោះបានកន្លងផុតទៅ